អនលក់ផ្លេតប្តីស្គាល់អត់បងប្អូនអរគុណបងប្អូនខាងប្រាសាទតាមួនដែលបានផ្ញើឲ្យពូបារាំងចឹងពូបារាំងបានយកទៅហារដ្ឋានស្វាយកង់ដើម្បីញ៉ាំជាមួយម្ហូបខ្មែរឆ្ងាញ់ដោយសារហាងនេះគឺជាហាងរបស់បងប្អូនខ្មែរយើងគាត់ធ្លាប់យកស្បៀងទៅជូនវីរៈកងទ័ពជាមួយពូបារាំងចឹងពេលមានម្ហូបឆ្ងាញ់ត្រូវចែកគ្នាញ៉ាំចឹងពូបារាំងយកអនលក់ផ្លេតប្តីឲ្យញ៉ាំជាមួយបងប្អូនទាំងអស់គ្នាចឹងសូមញ៉ាំមុនហើយជាមួយទឹកគ្រឿងពិសេសប្រចាំហារដ្ឋានស្វាយកង់ឆ្ងាញ់ខ្លាំងមែនទែនតែពូបារាំងអត់មានប្តីផ្លេតទេមូលហេតុគេហៅថាអនលក់ផ្លេតប្តីដោយសារញ៉ាំជាមួយអនលក់នេះឆ្ងាញ់ខ្លាំងហើយផ្លេតទុកឲ្យប្តីញ៉ាំចឹងខ្ញុំឲ្យបងស្រីសាញ៉ាំម្ដងគាត់ថាឆ្ងាញ់នៅឃើញតែប្តីហារដ្ឋានស្វាយកង់មានម្ហូបឆ្ងាញ់ណាស់បើសិនបងប្អូនមកលេងបាត់ដំបងកុំភ្លេចមកញ៉ាំម្ហូបអ្នកបាត់ដំបងរសជាតិឆ្ងាញ់ណាស់គឺនៅហារដ្ឋានស្វាយកង់តោះទៅភ្លូសម្លម្ជូរអន្ទង់ឆ្ងាញ់ណាស់ដូចមានកំដុងទៀតសំខាន់ជូរល្មមឆ្លាតតែម្ដងចឹងបើសិនចង់ញ៉ាំម្ហូបឆ្ងាញ់អាចមកហារដ្ឋានស្វាយកង់បានអរគុណច្រើនបាយ love you